ខំតាំងចិត្តមែនតើណាលើកនឹងស្លបអាហារថាអត់ស្លច្រើនទេស្លតែល្មមមកត្រឹមតែ2ចានអីប៉ុន្តែមានណាបងប្អូនណានៅតែច្រើនដដែលបន្លែផ្សំលេខផ្សំការដល់ចង់មួយឆ្នាំងធំហើយបើនិយាយពីតួឯកសំខាន់របស់ខ្ញុំដែលដឹកនាំខ្ញុំឲ្យស្លបអាហារហ្នឹងគឺតាពាំងប្រេងមកក្តាប់នឹងឯងប្តីខ្ញុំមកគាត់កាច់បានពីលើភ្នំមកបងប្អូនណាខ្ញុំនឹកឃើញតែស្ដាយវាណាមួយបើសិនជាស្ងោរញ៉ាំធ្វើអីបុកជ្រលក់ចឹងទៅវាញ៉ាំអត់ឆ្អែតទេចឹងទៅក៏ខ្ញុំសម្រេចចិត្តតែស្លបអាហារហ្មងទៅណាមួយបន្លែជុំវិញទៀតក៏អត់ខ្វះដែររបៀបស្លបអាហាររបស់ខ្ញុំពេលដែលខ្ញុំស្លជាមួយតាពាំងប្រេងអញ្ចឹងគឺខ្ញុំបុកអង្ករដាក់បន្តិចដែរបងប្អូនដើម្បីឲ្យវាកាត់លះបាត់សាបឲ្យវាលះបាត់ល្វីងអីចឹងណាគ្រឿងក្រៅអីគឺខ្ញុំបង់ចូលក្នុងនឹងស្រេចឲ្យហើយព្រោះអីធ្វើអញ្ចឹងទៅរងាស់តែត្រឹម10-20នាទីអីគឺវាសាបហើយនេះវាជារបៀបធ្វើរបស់ខ្ញុំនិយាយរួមទៅឲ្យតាពេលខ្ញុំស្លតាពាំងប្រេងគឺខ្ញុំស្លតែអញ្ចឹងឯងបន្ទាប់ពីខ្ញុំដាក់ងាស់តាពាំងនឹងចោលហើយខ្ញុំឆ្លៀតមកបេះបន្លែបែអីព្រោះអីខ្ញុំត្រូវធ្វើតាពាំងនឹងមុនដាក់គ្រឿងក្រៅឲ្យហើយទៅរងាស់វាល្មមតែយើងបេះបន្លែហើយតាពាំងក៏វាសាបល្មមដែរនិយាយរួមទៅតាពាំងរបស់ខ្ញុំនឹងរងាស់អត់យូរទេល្មមតែពេលខ្ញុំបេះបន្លែហើយនឹងគឺតាពាំងសាបល្មមហើយបន្លែរបស់ខ្ញុំថ្ងៃនឹងដែរខ្ញុំទិញបន្លែគេអស់តែ1500ទេហើយបើនិយាយពីសាច់ជ្រូកវិញ2ខាំស្លបអាហាររបស់ខ្ញុំថ្ងៃនឹងរៀងកំសត់តិចហើយសំបីតែត្រីឆ្អើឬពងត្រីអីក៏ខ្ញុំអត់ដាក់ដែរនិយាយរួមទៅខ្ញុំព្យាយាមកាត់បន្ថយឲ្យបានច្រើនបន្តិចណាមួយបន្លែក៏រកខ្លួនឯងបានច្រើនដែរទិញសាច់តិចហ្នឹងនៅឃើញតែស្លតាមមុំតាមមួយចានអីលើសមួយចានអីបន្តិចទេប៉ុន្តែដល់ពេលផ្សំបន្លែលេខកាត់បងប្អូនហើយនៅតែច្រើនដដែលបន្លែទិញគេអស់តែ3មុខទេទិញតែផ្សំល្ពៅហើយនឹងផ្សិតនឹងឯងនិយាយទៅមកមុខ500មុខ500ក្រៅពីនឹងគឺបន្លែមាននៅផ្ទះខ្លួនឯងកាប់ទៅខ្ញុំទៅតែស្លបអាហារហើយថ្មីនេះដែរទេប៉ុន្តែដោយសារតែខ្ញុំមានតាពាំងខ្ញុំស្ដាយតាពាំងអញ្ចឹងទៅក៏ខ្ញុំនឹកឃើញចង់ស្លបអាហារណាមួយខ្ញុំក៏ទៅតែញ៉ាំប្រហុកច្រាំជាមួយនឹងតាពាំងរួចដែរមួយថ្ងៃហ្នឹងគឺលក់តាពាំងជាប់គ្នានៅតែស្លបអាហារទេខ្ញុំអត់តានបានស្លអញ្ចឹងទៅក៏ខ្ញុំសម្រេចចិត្តថាខ្ញុំនឹងស្លបអាហារតាពាំងហ្មងទៅណាមួយតាពាំងនឹងវាតិចដែរមកល្មមតែស្លបអាហារទេបើសិនជាស្ងោរធ្វើលក់ក៏ញ៉ាំអត់ឆ្អែតដែរដាក់បន្លែនេះបន្តិចដាក់បន្លែនោះបន្តិចនិយាយពីថាឡើងចង់មួយឆ្នាំងធប់ទៀតហើយដល់ពេលឆ្អិនទៅដួសបានឲ្យអ៊ំចិត្តខាងម្នាក់មួយចានម្នាក់មួយចាននិយាយរួមទៅឲ្យអ៊ំនៅចិត្តផ្ទះហ្នឹងបាន2ចានហើយខ្លួនឯងទុកតែមួយចានទេព្រោះដោយសារតែម្ហូបច្រើនជាមួយនឹងស្លបអាហារអញ្ចឹងចោលអត់បានទេបុកអំបិលម្ទេសច្បាយក្រូចឆ្មាជូរហិលហ្នឹងនិយាយពីថាត្រូវជាតិគ្នាណាស្លបអាហារស្លកកូរហើយនឹងអំបិលផេអូយបុកអំបិលម្ទេសច្បាយក្រូចឆ្មាអញ្ចឹងដឹងតែជាតិបើបានម្ទេសអាចសាត់យកមកបុកទៀតដឹងតែជាតិហើយឈ្ងុយទៀតប៉ុន្តែខ្ញុំអត់មានពេលដើរបេះពេលរៀងថ្ងៃដែរហើយអញ្ចឹងទៅគឺខ្ញុំបុកតែម្ទេសធម្មតា